ព័ត៌មានទី1នេះគឺជាសេចក្តីរាយការណ៍របស់សារព័ត៌មានច្រើនរបស់ថៃខ្ញុំដកស្រង់នេះរបស់ខាង The Nation គឺ The Nation គាត់បានឲ្យដឹងថាឧត្តមសេនីយ៍ឯកប្រប្រាស់ស៊ុនចៃឌីនៅក្នុងរូបភាពហ្នឹងដែលជាអគ្គមេបញ្ជាការរងនៃកងទ័ពអាកាសភូមិន្ទថៃបានឆ្លើយសំណួរមហាជននៅថ្ងៃប្រហ័សទី29ខែមករាហ្នឹងអំពីដំណើរទស្សនកិច្ចរបស់នាវាចម្បាំងសហរដ្ឋអាមេរិកមកកាន់មូលដ្ឋានទ័ពជើងទឹករៀមរបស់កម្ពុជានិងផលប៉ះពាល់ផ្នែកការទូតនិងសន្តិសុខក្នុងតំបន់ដែលអាចកើតមានឡើងលោកឧត្តមសេនីយ៍បានពិពណ៌នាអំពីការជួបចរនេះថាជាការទូតកងទ័ពជើងទឹកដែលជាលក្ខណៈពិសេសធម្មតានៃទំនាក់ទំនងអន្តរជាតិជាជាងសញ្ញានៃសម្ព័ន្ធភាពផ្លូវការឬមូលដ្ឋានអចិន្ត្រៃយ៍របស់សហរដ្ឋអាមេរិកគាត់បកស្រាយទៅជាអញ្ចឹងណាបាទដោយលោកបាននិយាយថាដំណើរទស្សនកិច្ចនេះគឺមានសារៈសំខាន់ចំនួន3កម្រិតបាទ3កម្រិតគឺទី1វិជាសារនិមិត្តរូបគឺបង្ហាញថាកម្ពុជានៅតែបើកចំហចំពោះការចូលរួមជាមួយដៃគូច្រើនហើយអាចជួយទប់ទល់នឹងការយល់ឃើញថាមូលដ្ឋានទ័ពជើងទឹករៀមត្រូវបានចងភ្ជាប់ជាមួយនឹងមហាអំណាចមិនត្រូវបានចងភ្ជាប់ជាមួយនឹងមហាអំណាចតែមួយនោះទេបាទហើយទី2ជាសញ្ញាជាយុទ្ធសាស្ត្រគឺសហរដ្ឋអាមេរិកកំពុងបង្ហាញថាខ្លួននៅតែចូលរួមនិងយកចិត្តទុកដាក់ចំពោះការអភិវឌ្ឍ Indo-Pacific ដោយធ្វើឲ្យមានតុល្យភាពឥទ្ធិពលដោយមិនបង្កើនភាពតានតឹងនិងឲ្យមានការបើកចំហហើយចំណុចទី3នេះគឺទំនាក់ទំនងទ្វេភាគីវាជាដំណើរទស្សនកិច្ចនេះផ្ដល់នៅបណ្ដាញមួយដើម្បីរក្សាឬស្ដារទំនាក់ទំនងយោធានិងការទូតឡើងវិញដោយគ្រប់គ្រងដល់ការកសាងទំនុកចិត្តជាមូលដ្ឋានរវាងភាគីទាំងពីរបាទនេះគឺជាការបកស្រាយរបស់ខាងភាគីថៃណាមេបញ្ជាការខាងទ័ពអាកាសថៃទោះជាយ៉ាងណាក៏ដោយលោកបានសង្កត់ធ្ងន់ថាការចូលចតនាវានេះមិនគួរត្រូវបានចាត់ទុកថាជាការទទួលស្គាល់របស់សហរដ្ឋអាមេរិកចំពោះមូលដ្ឋានទ័ពជើងទឹករៀមក្នុងន័យផ្លូវច្បាប់ឬយុទ្ធសាស្ត្រណាមួយឡើយផ្ទុយទៅវិញលោកបាននិយាយថាវាគួរតែត្រូវបានគេចាត់ទុកថាជាការទូតជាក់ស្ដែងដោយរក្សាបណ្ដាញបើកចំហនិងសង្កេតមើលការវិវត្តនៅនឹងកន្លែងហើយពីទស្សនៈអាស៊ានការនេះឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការបង្ហាញពីអព្យាក្រឹតភាពនិងជៀសវាងការជ្រើសរើសភាគីណាមួយឲ្យច្បាស់លាស់ខណៈដែលការប្រកួតប្រជែងរវាងមហាអំណាចនៅតែបន្តក្នុងដែនកំណត់ដែលមិនបង្កើនភាពតានតឹងក្នុងតំបន់ដោយមិនសមហេតុផលទន្ទឹមនឹងនេះអាស៊ាននៅតែបម្រើជាវេទិកាការទូតអព្យាក្រឹតសម្រាប់ប្រទេសថៃមិនមានផលប៉ះពាល់ដោយផ្ទាល់ទៅលើសន្តិសុខឬយោធាភ្លាមៗនោះទេជាទូទៅការវិវត្តនេះគូបញ្ជាក់ថាទួលនីតិនិងឥទ្ធិពលយោធារបស់កម្ពុជានៅតែស្ថិតនៅក្រោមការត្រួតពិនិត្យពីអន្តរជាតិដែលបង្កើនសម្ពាធដោយប្រយោជន៍លើគ្រប់ភាគីទាំងអស់ឲ្យធ្វើសកម្មភាពដោយប្រុងប្រយ័ត្នតម្លាភាពនិងស្របតាមច្បាប់អន្តរជាតិជារួមដំណើរទស្សនកិច្ចរបស់សហរដ្ឋអាមេរិកទៅកាន់កំពង់ផែរៀមទៅបានគួរតែត្រូវបានចាត់ទុកថាជាការទូតយោធានិមិត្តរូបក្នុងក្របខ័ណ្ឌគ្រប់គ្រងតុល្យភាពមិនមែនជាការផ្លាស់ប្ដូរសម្ព័ន្ធភាពនិងមិនមែនជាការកើនឡើងគួរឲ្យកត់សម្គាល់នៃស្ថានភាពយោធានោះទេបាទនេះគឺជាការបកស្រាយរបស់ខាងភាគីថៃណាខាងមេបញ្ជាការថៃដែលខ្ញុំសូមជូនប្រិមិត្តខ្លីៗប៉ុណ្ណេះហើយខ្ញុំក៏បានបកស្រាយបញ្យលផងដែរពីទស្សនៈផ្ទាល់របស់លោកសំញ៉ែប៉ាប៉ារ៉ូរួចមកហើយដែរណាក្នុងការផ្សាយកាលពីនៅកម្ពុជាកាលពីព្រឹកមិញនៅអាមេរិកគឺម្សិលមិញហើយខ្ញុំក៏បានកាត់คลิปសង្ខេបនោះដាក់នៅតាម YouTube ហើយនឹង Facebook ផងដែរណាប្រិមិត្តអាចនឹងទៅស្ដាប់បន្ថែមទៀតព័ត៌មានទី2នេះគឺជាលទ្ធផលនៃការជួបប្រជុំរយៈពេល2ថ្ងៃក្នុងពេលកន្លងមករវាងគេហៅថាគណៈកម្មាធិការព្រំដែនថ្នាក់យុទ្ធភូមិភាគកម្ពុជានិងថៃ RBC ណាបើតាមសេចក្តីរាយការណ៍របស់សារព័ត៌មានថៃក៏ដូចជាសេចក្តីប្រកាសព័ត៌មានពីខាងភាគីកម្ពុជាគឺបានឲ្យដឹងថាក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនយុទ្ធភូមិភាគកម្ពុជាថៃគឺ RBC រវាងយុទ្ធភូមិភាគទី5របស់ភាគីកម្ពុជានិងខាងភាគីថៃនោះគឺយុទ្ធភូមិភាគទី1បានបញ្ចប់កិច្ចប្រជុំពិភាក្សារបស់ខ្លួនហើយ
បន្ទាប់ពីដំណើរការអស់រយៈពេល3ថ្ងៃគឺចាប់ពីថ្ងៃទី27ដល់29ខែមករាឆ្នាំ2026ដែលបានប្រព្រឹត្តទៅនៅច្រកអន្តរជាតិប៉ោយប៉ែតខេត្តបន្ទាយមានជ័យនៃព្រះរាជាណាចក្រកម្ពុជាទល់នឹងខេត្តស្រះកែវនៃព្រះរាជាណាចក្រថៃអ្នកស្រីឧត្តមសេនីយ៍ឯកម៉ាលីសុជាតាអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាបានបញ្ជាក់ថាដោយសារតែភាគីទាំងពីរមិនទាន់រកឃើញនៅចំណុចកណ្ដាលរួមគ្នានៅឡើយដូច្នេះភាគីទាំងពីរបានឯកភាពគ្នាដកឃ្លាវិលទៅត្រឡប់ទៅទីបញ្ជាការរៀងខ្លួនវិញហើយបន្តផ្លាស់ប្ដូរឯកសារនិងពិភាក្សាគ្នាឈានដល់ការឯកភាពគ្នានាពេលខាងមុខទើបមានការចុះហត្ថពិធីចុះហត្ថលេខានិងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យុទ្ធភូមិភាគកម្ពុជាថៃរវាងយុទ្ធភូមិភាគទី5របស់កម្ពុជានិងកងទ័ពយុទ្ធភូមិភាគទី1របស់ថៃបាទនេះគឺជាការប្រកាសពីខាងភាគីកម្ពុជាដែលឡៃសារព័ត៌មានថៃវិញក៏បានរាយការណ៍ដែរថាកងទ័ពជើងគោកយុទ្ធភូមិភាគទី1និយាយថាការចរចាក្រុមលេខាធិការដ្ឋាន ABC ថៃកម្ពុជានៅប៉ោយប៉ែតមិនបានបង្កើតឲ្យមានកិច្ចព្រមព្រៀងទេដូច្នេះមិនមានការចុះហត្ថលេខាណាមួយកើតឡើងទេការចរចាបន្ថែមត្រូវបានគ្រោងទុកសារព័ត៌មាន The Nation របស់ថៃបានរាយការណ៍បន្ថែមទៀតថាកិច្ចប្រជុំ ABC ត្រូវបានធ្វើឡើងនៅចំណុចបាទខាងប៉ោយប៉ែតហ្នឹងគឺផ្ដោតទៅលើការកាត់បន្ថយភាពតានតឹងនិងរក្សាសន្តិភាពតាមបណ្ដោយព្រំដែនស្របតាមសេចក្តីថ្លែងការណ៍រួមពីសម័យប្រជុំពិសេសលើកទី3ឆ្នាំ2025នៃគណៈកម្មាធិការកិច្ចការព្រំដែនទូទៅបាទហើយខាងយោធាថៃបាទដកសងសម្ដីរបស់សារព័ត៌មាន The Nation បានដកសងសម្ដីរបស់យោធាថៃដោយបញ្ជាក់ថាប្រសិនបើភាគីទាំងពីរបានឯកភាពលើសេចក្តីព្រៀងនេះគឺត្រូវបានចុះហត្ថលេខានៅថ្ងៃទី29ខែមករាតាមគម្រោងណាបាទសម្រាប់ការអនុវត្តយ៉ាងណាក៏ដោយយកកងទ័ពតំបន់ទី1នោះបាននិយាយថាកិច្ចប្រជុំលេខាធិការដ្ឋានមិនអាចបញ្ចប់អនុសារណៈនៃកិច្ចព្រមព្រៀងស្របតាមគោលបំណងរបស់ភាគីទាំងពីរបានទេព្រោះនៅមានបញ្ហាដែលត្រូវការពិភាក្សាបន្ថែមទៀតជាលទ្ធផលគ្មានការចុះហត្ថលេខាណាមួយបានកើតឡើងដោយការគ្រោងទុកពីមុននោះទេក្រុមលេខាធិការដ្ឋានទាំងពីរនឹងកំណត់ការពិភាក្សាប្រជុំបន្ថែមទៀតដើម្បីធ្វើការឈ្មោះទៅរកសេចក្តីព្រៀងអនុសារណៈនៃកិច្ចព្រមព្រៀងដែលពិតជាបំពេញតាមគោលបំណងរបស់ភាគីទាំងពីរនាពេលអនាគតហើយតំបន់កយុទ្ធភូមិភាគ1របស់ថៃបានបន្ថែមថាខ្លួននៅតែបន្តអនុវត្តបេសកកម្មរបស់ខ្លួនក្នុងការការពារអធិបតេយ្យភាពតាមបណ្ដោយព្រំដែនថៃកម្ពុជាដោយរក្សាការដាក់ពង្រាយកងទ័ពនៅក្នុងតំបន់ទទួលខុសត្រូវរបស់ខ្លួនដើម្បីធានាបាននៅសម្ដាប់ធ្នាប់និងកម្រិតខ្ពស់នៃសុវត្ថិភាពសាធារណៈស្របតាមសេចក្តីថ្លែងការណ៍រួមពីសម័យប្រជុំពិសេសបាទគឺបាននិយាយដដែលណាបាទនេះ GBC ហ្នឹងបាទហើយនៅចុងក្រោយនេះមុននេះបន្តិចគឺលោករដ្ឋមន្ត្រីក្រសួងការបរទេសរបស់ថៃគឺលោកស៊ីហស័កភួងកិតកែវបាននិយាយថាការពារអ្វីដែលកើតមានឡើងដោយលោកថាការចរចានៅព្រំដែន ABC រវាងកម្ពុជានិងថៃហ្នឹងគឺលោកថាមិនមែនជាការបរាជ័យទេពីព្រោះអីនៅមានការលើកឡើងមួយចំនួនទាំងនៅក្នុងភាគីកម្ពុជានិងនៅថៃដែលជាប្រភពមិនផ្លូវការទេបានថាការជួបប្រជុំហ្នឹងគឺខាត់តែពេលបរាជ័យមិនបានសម្រេចអ្វីទេបាទអញ្ចឹងលោករដ្ឋមន្ត្រីការបរទេសរបស់ថៃបាននិយាយថាមិនមែនជាការបរាជ័យទេប៉ុន្តែជាសញ្ញាវិជ្ជមានដោយត្រូវការពិភាក្សាគ្នាបន្ថែមទៀតនិងលោកបានជំរុញឲ្យមានការប្រើប្រាស់ពាក្យពេចន៍ដោយប្រយ័ត្នប្រយែងដើម្បីជៀសវាងកុំឲ្យមានការចូលជ្រៀតជ្រែកពីផ្ទៃក្នុងណាមួយបាទនេះគឺជាការលើកឡើងរបស់លោករដ្ឋមន្ត្រីក្រសួងការបរទេសហើយខ្ញុំនឹងជូនលម្អិតនៅប្រតិកម្មរបស់លោករដ្ឋមន្ត្រីក្រសួងការបរទេសនៅក្នុងកម្មវិធីបច្ចុប្បន្នភាពអាមេរិកាំងបាទនៅកម្ពុជាគឺនៅព្រឹកស្អែកនៅអាមេរិកគឺនៅល្ងាចនេះអញ្ចឹងខ្ញុំនឹងជូនលម្អិតឥឡូវនេះខ្ញុំជូនខ្លីប៉ុណ្ណឹងណាយប់ទៅហើយព័ត៌មានទី3គឺជាគ្រោះថ្នាក់ធ្លាក់យន្តហោះ Harvard Wern របស់យោធាថៃសូមជូនខ្លីទេនេះបើយោងតាមសារព័ត៌មាននានារបស់ថៃបានរាយការណ៍ហ្នឹងគឺខាងនៅថ្ងៃទី29ខែមករាឆ្នាំ2026នេះគឺកងទ័ពអាកាសថៃបាននិយាយថាយន្តហោះប្រភេទ AT6 មួយគ្រឿងបានធ្លាក់ក្នុងអំឡុងពេលហោះហើរវឹកហាត់នៅភាគខាងជើងប្រទេស
vàកាលពីថ្ងៃអង្គារហេតុការណ៍នេះកើតឡើងកាលពីថ្ងៃអង្គារកងទ័ពអាកាសបានបញ្ជាក់ថាខ្លួនបានទទួលរបាយការណ៍នៅម៉ោង 10:30 នាទីព្រឹកថាយន្តហោះចម្បាំងយន្តហោះប្រភេទ AT6 បានធ្លាក់នៅភូមិហួយវាងស្រុកជុំថងខេត្តឈៀងម៉ៃខណៈពេលកំពុងបំពេញបេសកកម្មវឹកហាត់ហោះហើរឥឡូវនេះគឺព័ត៌មានចុងក្រោយបានឲ្យដឹងថាអ្នកបើកបរយន្តហោះថៃទាំងពីរនាក់នេះបាទគឺទៅបានគេបញ្ជាក់ថាបានស្លាប់បាត់បង់ជីវិតនៅក្នុងគ្រោះថ្នាក់នោះហើយនៅពេលដែលក្រុមការងាររបស់ថៃបានចុះទៅដល់ពីនោះដើម្បីស្រាវជ្រាវរុករកមើលបាទអញ្ចឹងគឺនេះជារឿងមួយដែលកើតឡើងនៅក្នុងប្រទេសថៃព័ត៌មានចុងក្រោយនេះគឺជាសេចក្តីរាយការណ៍របស់សារព័ត៌មានខាងកូរ៉េខាងត្បូងដែលខ្ញុំសូមបញ្ជាក់ឲ្យបានដឹងគឺបើតាមការរាយការណ៍របស់សារព័ត៌មានកូរ៉េគឺឲ្យដឹងថាទីភ្នាក់ងារនគរបាលរបស់ខាងកូរ៉េនោះគឺប្រកាសឲ្យដឹងតាំងពីថ្ងៃទី28ថាក្រុមការងារកូរ៉េដែលធ្វើការនៅក្នុងប្រទេសកម្ពុជាគឺបង្កើតឡើងក្រោយពីមានហេតុការណ៍ស្លាប់និស្សិតម្នាក់នោះហើយមានការស្រាវជ្រាវហ្នឹងគឺគោលបំណងដើម្បីទប់ស្កាត់អក្រិតកម្មដែលគេសម្ដៅទៅលើជនជាតិកូរ៉េអញ្ចឹងគាត់ន័យថាយកជនជាតិកូរ៉េទៅធ្វើការនៅប្រទេសកម្ពុជាក្នុងមជ្ឈមណ្ឌលបោកប្រាស់ដើម្បីបោកប្រាស់ជនជាតិកូរ៉េវិញបាទហើយមានការដោយសកម្មភាពនោះគឺក្នុងពេលកន្លងមកមានការខ្លែងបន្លំបាទដែលបោកប្រាស់តាមអនឡាញជាការវិនិយោគជាស្នេហាខ្លាំងៗហ្នឹងឥឡូវបើតាមខាងកូរ៉េគឺឲ្យដឹងថាបានចាប់បានជនជាតិកូរ៉េខាងត្បូងដែលសង្ស័យធ្វើសកម្មភាពបោកប្រាស់ទាំងអស់នេះចំនួន136នាក់ហើយនឹងជួយសង្គ្រោះបានជនជាតិកូរ៉េចំនួន4នាក់បាទហើយសារព័ត៌មាននេះបានឲ្យដឹងថាថ្មីនេះអង្គការអក្រិតកម្មដែលមានមូលដ្ឋាននៅក្នុងប្រទេសកម្ពុជាបានប្រព្រឹត្តអក្រិតកម្មតាមអ៊ីនធឺណិតជាច្រើនរួមទាំងការបន្លំសម្លេងប្រឆាំងនឹងដើម្បីបោកប្រាស់ពលរដ្ឋកូរ៉េខាងត្បូងហើយនៅពេលដែលមានទំហំនៃការខូចខាតកើតឡើងនោះក្រុមការងារអាជ្ញាធរកូរ៉េដែលបានបង្កើតឡើងគឺបានដោះស្រាយករណីនេះបាទគឺការបង្កើតឡើងតាំងពីខែវិច្ឆិកាឆ្នាំមុនក្រោមកិច្ចព្រមព្រៀងកូរ៉េខាងត្បូងកម្ពុជាហើយក្នុងនោះមានមន្ត្រីកូរ៉េខាងត្បូងចំនួន7នាក់និងមន្ត្រីកម្ពុជាចំនួន12នាក់ដែលធ្វើការរួមគ្នាដើម្បីប្រតិបត្តិការនេះហើយដោយសារតែក្រុមអក្រិតជនទាំងនេះភាគច្រើនប្រព្រឹត្តការក្លែងបន្លំតាមអ៊ីនធឺណិតក្រុមការងារនេះគឺរួមមានអ្នកជំនាញដែលត្រូវបានបញ្ជូនក្នុងការស៊ើបអង្កេតវិទ្យាសាស្ត្រនិងកសលវិច័យ Digital បាទគឺពួកគាត់មានសមត្ថភាពនៅក្នុងការវិភាគទូរស័ព្ទចល័តនិងឧបករណ៍ផ្សេងហើយក្រុមការងារនឹងបានសហការជាមួយនឹងនគរបាលកម្ពុជាប៉ូលីសកម្ពុជាបានតាមដាននិងរៀបចំផែនការប្រតិបត្តិការប្រឆាំងនឹងអក្រិតកម្មដ៏ស្មុគស្មាញដ៏ធំបាទដែលគេឈ្មោះថា Range បាទពួកដង្កាប់ហើយមន្ត្រីនគរបាលកម្ពុជាបាននិយាយនឹងកំណត់អត្តសញ្ញាណភោជនីយដ្ឋានដែលជនសង្ស័យអក្រិតជនជាច្រើនប្រើប្រាស់ជាញឹកញាប់ហើយបានតាមដានយន្តដឹកជញ្ជូនរបស់ពួកគេអស់រយៈពេល1សប្តាហ៍ហើយក៏រកឃើញកន្លែងលាក់ខ្លួនជាច្រើនរបស់ពួកគេហើយកាលពីដើមខែមករាប៉ូលីសបានទទួលព័ត៌មានស៊ើបការណ៍សម្ងាត់ថាជនជាតិកូរ៉េខាងត្បូងម្នាក់នឹងមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញហើយបានធ្វើការស៊ើបអង្កេតសម្ងាត់រយៈពេល2ថ្ងៃនៅទីនោះក្នុងអំឡុងពេលប្រតិបត្តិការនេះពួកគេបានក្លែងខ្លួនជាអ្នកទេសចរកូរ៉េហើយបានផ្ទេរភស្តុតាងសំខាន់នៅដោយសម្ងាត់នៅក្នុងបន្ទប់ទឹកមួយបាទលោកលីជេយុងនាយកការិយាល័យសហប្រតិបត្តិការអន្តរជាតិនៃអគ្គស្នងការប៉ូលីសបានមានប្រសាសន៍ថាតាមរយៈប្រតិបត្តិការជោគជ័យជាច្រើនលើកគឺទំនុកចិត្តរវាងក្រុមការងារកូរ៉េនិងប៉ូលីសកម្ពុជាបានពង្រឹងយ៉ាងខ្លាំងបាទអញ្ចឹងនេះគឺជាសេចក្តីរាយការណ៍របស់សារព័ត៌មានកូរ៉េខាងត្បូងដែលបានបង្ហាញអំពីការខិតខំប្រឹងប្រែងដើម្បីបង្ក្រាបជនឆោបបោកកូរ៉េខាងត្បូងដែលត្រូវបានគេយកមកធ្វើសកម្មភាពនៅក្នុងប្រទេសកម្ពុជាហើយបោកប្រាស់ពលរដ្ឋកូរ៉េខាងត្បូងខ្លួនឯងបាទសូមជម្រាបសួរប្រិយមិត្តទាំងអស់គ្នាបាទសូមស្វាគមន៍មកកាន់កម្មវិធីបច្ចុប្បន្នភាពអាមេរិកាំងបាទនៅថ្ងៃនេះថ្ងៃប្រហ័សពេលយប់ទី29ខែមករាឆ្នាំ2026ណាម៉ោងនៅសហរដ្ឋអាមេរិកនៅកម្ពុជាវិញគឺថ្ងៃទី30ថ្ងៃសុក្រទៅហើយណាខែមករាឆ្នាំ2026ដែរនៅក្នុងកម្មវិធីបច្ចុប្បន្នភាពអាមេរិកាំងខ្ញុំសម្រាប់យកព័ត៌មានសំខាន់ចំនួន5មកជម្រាបជូនប្រិយមិត្តទាំងអស់គ្នា
ព័ត៌មានទី1នេះគឺជាការបន្តពីព័ត៌មានកាលពីព្រឹកមិញដែលនៅកម្ពុជាថាយប់មិញគឺលោករដ្ឋមន្ត្រីក្រសួងការបរទេសរបស់ថៃលោកសៀស័កភួងកិតកែវលោកថាការដែលក្រុមប្រជុំថ្នាក់យុទ្ធភូមិភាគរបស់កម្ពុជានិងថៃមិនបានជោគជ័យមិនទាន់បានចុះហត្ថលេខានោះមិនមែនជារឿងបរាជ័យទេអញ្ចឹងលោកស្នើឲ្យប្រើប្រាស់ពាក្យពេចន៍នឹងឲ្យសមរម្យដើម្បីជៀសវាងឲ្យមានការមួយដែលកុំឲ្យលោកដៃចូលលោកជើងឲ្យចូលទៅក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសនីមួយៗហើយក្នុងពេលជាមួយគ្នានឹងដែរហ្នឹងគឺមានការលើកឡើងរបស់ខាងរដ្ឋមន្ត្រីក្រសួងការបរទេសរបស់ហ្វីលីពីនដែលជាប្រធានអាស៊ាននៅឆ្នាំនេះបានលើកឡើងតាក់ទងជាមួយនឹងបញ្ហាកម្ពុជាហើយនិងថៃនឹងដែរបាទអញ្ចឹងដូច្នេះខ្ញុំនឹងជម្រាបជូនប្រិយមិត្តផងដែរនៅក្នុងព័ត៌មានទី1នេះរីឯព័ត៌មានទី2គឺមន្ត្រីរដ្ឋការរបស់សហរដ្ឋអាមេរិកហាក់ដូចជាដកដង្ហើមធូរបន្តិចហើយដោយសារតែខាងសេតាវិមានហើយនិងខាងសមាជិកប្រសិទ្ធភាពគណៈបកប្រជាធិបតេយ្យបានឈានទៅដល់កិច្ចព្រមព្រៀងគ្នាមួយបញ្ជាការបិទរដ្ឋាភិបាលអញ្ចឹងនៅថ្ងៃសុក្រនេះបាទយប់ថ្ងៃសុក្រនេះគឺមិនបិទរដ្ឋាភិបាលទេហើយថែមទាំងលែងមានបញ្ហារហូតទៅដល់ចប់ឆ្នាំសារពើពន្ធនេះទៀតគឺបានន័យថាឯកភាពគ្នាលែងមានផុតថវិកាគឺឯកភាពគ្នាបោះឆ្នោតលើកនេះគឺបោះរហូតទៅដល់ចប់ឆ្នាំសារពើពន្ធនៅខែ9ឯណោះបាទហើយព័ត៌មានទី3នេះបាទគឺលោកត្រាំបានសួរទៅលោករដ្ឋមន្ត្រីក្រសួងការពារជាតិរបស់សហរដ្ឋអាមេរិកអំពីការរៀបចំដោះស្រាយបញ្ហាអ៊ីរ៉ង់ហើយលោករដ្ឋមន្ត្រីក្រសួងការពារជាតិថាក្រសួងនេះបានត្រៀមខ្លួនជាស្រេចហើយនៅសល់តែការសម្រេចរបស់លោកប្រធានាធិបតីថាតើត្រូវវាយអ៊ីរ៉ង់ឬមិនវាយអ៊ីរ៉ង់តែប៉ុណ្ណោះឥឡូវនេះលោកប្រធានាធិបតីកំពុងតែថ្លឹងថ្លែងជំរឿសដែលមានក្នុងគណៈពេលដែលចក្រភពអង់គ្លេសបានប្រកាសថាប្រសិនបើមានការវាយប្រហារទៅលើអ៊ីរ៉ង់អង់គ្លេសមិនចូលរួមទេក៏ប៉ុន្តែអង់គ្លេសក៏បានបញ្ជូនយន្តហោះចម្បាំងរួចហើយទៅប្រទេសកាតាដើម្បីទប់ស្កាត់ក្នុងករណីអ៊ីរ៉ង់ចង់ពង្រីកសង្គ្រាមឲ្យកាន់តែធំនៅក្នុងតំបន់ព័ត៌មានទី4នេះគឺរដ្ឋបាលលោកប្រធានាធិបតី Donald Trump បានប្តឹងស្ត្រីម្នាក់នៅរដ្ឋ Virginia ទារប្រាក់រហូតដល់ជិត$1 លានដោយសារតែស្ត្រីនោះបាត់បង់សិទ្ធិលែងបាននៅសហរដ្ឋអាមេរិកហើយត្រូវចាក់ចេញក៏ប៉ុន្តែមិនបានចាក់ចេញទេក្នុងរយៈពេល3ឆ្នាំមកនេះចឹងសរុបលុយទៅគឺជិត$1 លានឯណោះដែលត្រូវទារពីស្ត្រីនោះហើយព័ត៌មានចុងក្រោយគឺនៅថ្ងៃប្រហ័សនេះសភារបស់ប្រទេសវេណេស៊ុយអេឡាបានធ្វើការបោះឆ្នោតកែប្រែច្បាប់ថ្មីស្ដីអំពីការគ្រប់គ្រងទៅលើធនធានប្រេងនៅក្នុងប្រទេសនេះហើយដោយបើកចំហកាន់តែទូលាយជាងមុនដោយអនុញ្ញាតឲ្យក្រុមហ៊ុនប្រេងបរទេសមានភាគហ៊ុនយ៉ាងច្រើននៅក្នុងឧស្សាហកម្មប្រេងរបស់វេណេស៊ុយអេឡាហើយបង់ប្រាក់តិចតួចប៉ុណ្ណោះទៅរដ្ឋាភិបាលវេណេស៊ុយអេឡាអ្នកវិភាគមើលឃើញថានេះគឺជាការដែលរដ្ឋបាលលោកប្រធានាធិបតី Donald Trump ប្រើនៅការទូតកណ្ដុងអាវុធដើម្បីបង្ខំប្រទេសនៅអាមេរិកឡាទីននេះឲ្យគោរពតាមដែលភាសាអង់គ្លេសហៅថា both cannon diplomacy បាទគឺការទូតដោយចុងអាវុធបាទនេះគឺជាព័ត៌មានសំខាន់ដែលខ្ញុំចងក្រងសម្រាប់ប្រិយមិត្តទាំងអស់គ្នានៅក្នុងកម្មវិធីបច្ចុប្បន្នភាពអាមេរិកាំងព័ត៌មានទី1នេះគឺសូមជូនពីរឿងនៅកម្ពុជាហើយនិងថៃមុនចុះដោយសារតែវាជារឿងកម្មវិធីបច្ចុប្បន្នភាពអាមេរិកាំងមែនប៉ុន្តែរឿងនេះបន្តពីកម្មវិធីព្រឹកមិញរៀបរាប់បន្តអស់ចឹងខ្ញុំសូមជម្រាបជូនប្រិយមិត្តនៅពេលនេះបន្តទៀតបើយោងតាមការផ្សាយរបស់សារព័ត៌មាន The Nation របស់ថៃបានឲ្យដឹងថាលោកសៀស័កភួងកិតកែវរដ្ឋមន្ត្រីក្រសួងការបរទេសថៃបានពន្យល់ក្រោយពីក្រុមចរចានៅគណៈកម្មការព្រំដែនកម្ពុជាថៃ ABC ថាតំបន់នោះមិនទាន់បានសម្រេចកិច្ចព្រមព្រៀងហើយចុះហត្ថលេខានៅឡើយនោះទេក្រោយពីការជួបចរចាគ្នាអស់រយៈពេល2ថ្ងៃដូច្នេះលោករដ្ឋមន្ត្រីក្រសួងការបរទេសរបស់ថៃលោកថា
គេមិនគួរចាត់ទុកថានោះជារឿងបរាជ័យនោះទេលោកមានប្រសាសន៍ថាផ្ទុយទៅវិញនេះគឺជាផ្នែកធម្មតានៃដំណើរការចរចាលោកបានសង្កត់ធ្ងន់ថាការពិតដែលថាភាគីទាំងពីរនៅតែបន្តការសន្ទនាគ្នានោះគឺជាសញ្ញាវិជ្ជមាននិងជាជំហានដ៏សំខាន់មួយឆ្ពោះទៅមុខដែលល្អជាងការងាកទៅរកចំនួនដែលនាំមកនូវការខាតបង់និងការបំផ្លិចបំផ្លាញលោកបានពន្យល់បន្ថែមថាទោះបីជាបញ្ហាមួយចំនួននៅតែមិនទាន់ដោះស្រាយក៏ដោយក៏ការបន្តការពិភាក្សាគឺជាជំហានដ៏សំខាន់មួយឆ្ពោះទៅមុខសម្រាប់ភាគីទាំងពីរលោកសៀសាក៏បានរំលឹកដល់ភាគីកម្ពុជាអំពីសារៈសំខាន់នៃការរក្សាការទំនាក់ទំនងដោយផ្ទាល់តាមរយៈក្របខ័ណ្ឌ RBC ដោយបានបញ្ជាក់ពីតម្រូវការក្នុងការកសាងទំនុកចិត្តរវាងប្រទេសទាំងពីរនេះបើយោងតាមការផ្សាយរបស់កាសែត The Nation បានបន្ថែមទៀតថាលោករដ្ឋមន្ត្រីបានចង្អុលបង្ហាញថាភាគីទាំងពីរគួរតែប្រុងប្រយ័ត្ននៅពេលនិយាយអំពីបញ្ហានេះជាពិសេសការជៀសវាងឃ្លាដែលអាចត្រូវបានបកស្រាយថាជាការជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់គ្នាទៅវិញទៅមកលោកក៏បានលើកយកសារៈសំខាន់នៃការធានានិរន្តរភាពនៃកិច្ចព្រមព្រៀងដោយសង្កត់ធ្ងន់ថាវាមិនត្រឹមតែជាការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនៅលើក្រដាសតែប៉ុណ្ណោះទេប៉ុន្តែថែមទាំងបង្កើនការយល់ដឹងនិងការជឿទុកចិត្តពិតប្រាកដដែលអាចការពារបញ្ហាណាមួយនាពេលអនាគតមិនឲ្យកើតឡើងជាថ្មីក្រសួងការបរទេសរបស់ខាងប្រទេសថៃនោះក៏មានគម្រោងជួបជាមួយនឹងប្រជាជននិងអាជីវកម្មនៅតាមតំបន់ព្រំដែនដើម្បីស្ដាប់ទស្សនៈនិងកង្វល់របស់ពួកគេដោយធានាថាគោលនយោបាយរបស់ប្រទេសថៃចំពោះប្រទេសកម្ពុជានឹងឆ្លុះបញ្ចាំងពីផលប្រយោជន៍និងបំណងប្រាថ្នារបស់ប្រជាជនដែលរងផលប៉ះពាល់ដោយផ្ទាល់ពីស្ថានភាពព្រំដែនលោកសៀសាបានសន្និដ្ឋានដោយបញ្ជាក់ថាគោលដៅនៅតែជាការកសាងទំនាក់ទំនងប្រកបដោយចីរភាពជាមួយប្រទេសកម្ពុជាដោយផ្អែកលើការជឿទុកចិត្តគ្នាទៅវិញទៅមកការទំនាក់ទំនងប្រកបដោយតម្លាភាពនិងការគោរពអធិបតេយ្យភាពលោកបានបញ្ជាក់ជាថ្មីថាវិធីសាស្ត្ររបស់ប្រទេសថៃនឹងតែងតែប្រុងប្រយ័ត្ននិងអត់ធ្មត់ដោយរក្សាផលប្រយោជន៍របស់ប្រជាជនថៃមុនគេបង្អស់ខណៈដែលរក្សាទំនាក់ទំនងល្អជាមួយនឹងប្រទេសជិតខាងកម្ពុជានេះបាទលោកសៀសាក៏បានជួបពិភាក្សាទ្វេភាគីជាមួយរដ្ឋមន្ត្រីការបរទេសហ្វីលីពីនក្នុងអំឡុងពេលកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានក្រៅផ្លូវការផងដែរនេះបើយោងតាមការរាយការណ៍របស់កាសែត The Nation មកអញ្ចឹងដូច្នេះប្រិយមិត្តអាចដឹងហើយថាការចរចាដែលមិនទាន់បានសម្រេចនឹងយ៉ាងណាគឺដោយសារតែការបោះឆ្នោតនៅក្នុងប្រទេសថៃនោះគឺមិនទាន់បានកើតមានឡើងនៅឡើយទេបាទអញ្ចឹងហើយរដ្ឋមន្ត្រីការបរទេសថៃនោះគឺព្យាយាមមិនឲ្យកម្ពុជានិយាយអ្វីដែលឲ្យប៉ះពាល់ទៅដល់ថៃនោះទេដោយឡែកនៅខាងក្រសួងការបរទេសរបស់កម្ពុជាវិញគឺសូមជូនដាក់រូបនេះមួយមកគឺក្រសួងការបរទេសរបស់កម្ពុជាវិញក៏បានបញ្ជាក់ឲ្យដឹងផងដែរថាលោកប្រាក់សុខុនដែលជារដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនោះក៏បានជួបពិភាក្សាគ្នាជាមួយនឹងលោកស្រី Teresa Lazaro ដែលជារដ្ឋមន្ត្រីក្រសួងការបរទេសហ្វីលីពីនផងដែរនៅកោះសេប៊ូនៅពេលដែលកិច្ចប្រជុំរបស់ក្រុមរដ្ឋមន្ត្រីក្រសួងការបរទេសរបស់អាស៊ាននេះបាទគឺតាមក្រសួងការបរទេសរបស់កម្ពុជាឲ្យដឹងថាបន្ទាប់ពីជំនួបនៃចុងខែធ្នូឆ្នាំ2025នៅប្រទេសម៉ាឡេស៊ីក្នុងឱកាសនេះរដ្ឋមន្ត្រីទាំងពីរបង្ហាញនៅភាពស្និទ្ធស្នាលនិងកក់ក្ដៅនិងស្វែងរកគំនិតផ្ដាំនានាដើម្បីបន្តពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីឲ្យកាន់តែស៊ីជម្រៅជាងមុនបាទនេះគឺជាអ្វីដែលក្រសួងការបរទេសរបស់ខាងកម្ពុជាបានផ្សាយចឹងឥឡូវក្នុងផ្នែកមួយទៀតដែរនៅក្នុងរឿងនេះខ្ញុំជឿថាប្រិមិត្តបានទស្សនាវីដេអូនេះហើយឥឡូវខ្ញុំសូមចាក់វីដេអូនេះម្ដងទៀតនៅក្នុងកម្មវិធីនេះជូនប្រិមិត្តគឺជាសេចក្តីថ្លែងការណ៍របស់លោកស្រីរដ្ឋមន្ត្រីតាក់ទងជាមួយនឹងបញ្ហាកម្ពុជានិងថៃ We welcome the joint statement of the Third Special General Border Committee meeting between the Kingdom of Cambodia and the Kingdom of Thailand. យើងស្វាគមន៍សេចក្តីថ្លែងការណ៍រួមរបស់កិច្ចប្រជុំពិសេសនៃគណៈកម្មាធិការព្រំដែនទូទៅលើកទី3រវាងព្រះរាជាណាចក្រកម្ពុជានិងព្រះរាជាណាចក្រថៃកាលពីថ្ងៃទី27ខែធ្នូឆ្នាំ2025និងស្នើឲ្យមានការអនុវត្តឲ្យបានពេញលេញនិងជោគជ័យដោយចូលលើទស្សនៈនៃការស្វែងរកដំណោះស្រាយដោយសន្តិវិធីប្រកបដោយជោគជ័យតាមច្បាប់អន្តរជាតិ
ដូច្នេះហើយគឺបានចូលរួមចំណែកដល់សន្តិភាពនិងស្ថិរភាពរវាងប្រទេសទាំងពីរក្នុងតំបន់ដ៏ទូលំទូលាយយើងគួរបញ្ជាក់ពីសារៈសំខាន់នៃក្រុមសង្កេតការណ៍អាស៊ាន AOT ក្នុងការធានាការអនុវត្តបទច្បាញ់ដ៏ល្អនិងប្រកបដោយប្រសិទ្ធភាពតាមគ្រប់វិធានការដែលកំណត់ក្នុងអាណត្តិរបស់ខ្លួនយើងក៏ស្វាគមន៍ការពន្យាអាណត្តិរបស់ក្រុម AOT បន្ថែមទៀតសូមកត់សម្គាល់ជំហាននានាដែលម៉ាឡេស៊ីបានអនុវត្តដើម្បីធានាការផ្ទេរដោយរលូននៅទូនាទីជាអ្នកសម្របសម្រួល AOT មកហ្វីលីពីនក្នុងនាមជាប្រធានរបស់អាស៊ានបាទយ៉ាងមិនដែរប្រិមិត្តឃើញដូច្នេះខាងរដ្ឋមន្ត្រីក្រសួងការបរទេសរបស់ហ្វីលីពីនដែលជាប្រធានអាស៊ាននៅឆ្នាំនេះប្រធានបដូវវេនរបស់អាស៊ាននៅឆ្នាំនេះបាននិយាយពាក់ព័ន្ធជាមួយនឹងបញ្ហាកម្ពុជាហើយនិងថៃហើយបានបញ្ញានឹងបន្តការងារនេះបន្តពីម៉ាឡេស៊ីបន្តទៅទៀតប៉ុន្តែរឿងដែលគួរឲ្យចាប់អារម្មណ៍មួយនោះគឺនៅក្នុងការផ្សាយរបស់កាសែតភ្នំពេញប៉ុស្តិ៍ដែលខ្ញុំបានអានគឺគាត់បញ្ជាក់ថាលោកស្រីរដ្ឋមន្ត្រីបានសម្ដែងការភ្ញាក់ផ្អើលដែលនៅក្នុងពេលដែលលោកស្រីធ្វើសន្និសីទសារព័ត៌មានបញ្ចប់ហ្នឹងអត់មានអ្នកសារព័ត៌មានណាសួរអំពីបញ្ហាកម្ពុជានិងថៃគាត់ថាគាត់ភ្ញាក់ផ្អើលដែរគាត់អរគុណដែលអ្នកទាំងអស់គ្នាមិនសួរបញ្ហាហ្នឹងក៏ប៉ុន្តែគាត់ក៏បានចេញនៅសេចក្តីថ្លែងការណ៍នេះឲ្យដឹងតែម្ដងឃើញទេបាទចឹងសំខាន់ណាស់ទូនីតិរបស់អ្នកសារព័ត៌មានគឺត្រូវតាមដានសភាពការឲ្យទាន់ដើម្បីយកទៅសួរមន្ត្រីត្រៀមឆ្លើយប៉ុន្តែអត់មានអ្នកសួរអញ្ចឹងបាទចឹងចាំនៅចុងម៉ោងខ្ញុំនឹងនិយាយបន្ថែមទៀតអំពីសារព័ត៌មានហ្នឹងគឺមានអ្នកសួរសំណួរច្រើនដែរក្នុងពេលកន្លងមកកាលពីម្សិលមិញថ្ងៃណាចាំខ្ញុំនឹងបញ្យល់បន្ថែមនៅចុងម៉ោងព័ត៌មានទី2នេះគឺជាដំណឹងល្អមួយដែរសម្រាប់សហរដ្ឋអាមេរិកនិងជាពិសេសគឺបុគ្គលិករដ្ឋាភិបាលសហព័ន្ធបុគ្គលិករដ្ឋនៅរដ្ឋាភិបាលថ្នាក់ជាតិមិនមែនថាតាមរដ្ឋទេណាគឺបើយោងតាមសេចក្តីរាយការណ៍របស់ Washington Post ហើយនិងសារព័ត៌មានជាច្រើនទៀតនោះឲ្យដឹងថាឥឡូវនេះគឺសមាជិកព្រឹទ្ធសភាគណៈបកប្រជាធិបតេយ្យបានសម្រេចបានកិច្ចព្រមព្រៀងជាមួយនឹងសមាជិកព្រឹទ្ធសភាគណៈបកសាធារណរដ្ឋហើយនឹងមានការយល់ព្រមពីសេតវិមានផងដែរដើម្បីអនុម័តសេចក្តីព្រៀងច្បាប់ថវិកាចំណាយថវិកាចំនួន5ដើម្បីផ្ដល់មូលនិធិដល់រដ្ឋាភិបាលមួយផ្នែកធំសម្រាប់រយៈពេលដែលនៅសេសសល់នៃឆ្នាំសារពើពន្ធបាទរយៈពេលនៃសេសសល់គឺបានន័យថាពីខែ2រហូតដល់ខែ9ក៏ដូចជាវិធានការបណ្ដោះអាសន្នមួយដើម្បីផ្ដល់មូលនិធិដល់ក្រសួងសន្តិសុខមាតុភូមិរយៈពេល2សប្តាហ៍ខណៈដែលអ្នកតាក់តែងច្បាប់ទាំងអស់នោះបន្តចរចាអំពីវិធានការការពារដើម្បីរារាំងការអនុវត្តការងាររបស់ភ្នាក់ងារអន្តោប្រវេសន៍ស្អែកមួយចំនួនអញ្ចឹងបើនិយាយដោយសាមញ្ញគឺក្រសួងផ្សេងនឹងទទួលបានប្រាក់សម្រាប់ដំណើរការរហូតដល់ដំណាច់ខែ9ថ្ងៃ30ខែ9វាលែងតែក្រសួងសន្តិសុខមាតុភូមិមួយទេដែលមិនមានថវិការហូតដល់ខែ9ទេគឺបានរយៈពេលតែ2សប្តាហ៍សិនដើម្បីចរចាគ្នាដាក់វិធានការយ៉ាងណាឲ្យប៉ូលីសអន្តោប្រវេសន៍ស្អែកហ្នឹងធ្វើការងារឲ្យត្រឹមត្រូវកុំឲ្យមានការរំលោភបែបនេះទៀតគឺដូចដែលខ្ញុំបាននិយាយក្នុងពេលកន្លងមកអញ្ចឹងគឺបញ្ហានេះខាងគណៈបកប្រជាធិបតេយ្យគាត់យកធ្វើជាបញ្ហាធំក៏ប៉ុន្តែខាងសេតវិមានគាត់យល់ថាមិនមែនជារឿងល្អទេអញ្ចឹងគាត់បន្ទន់អេរយាប័តអញ្ចឹងគាត់បំបែកបញ្ហានេះជាពីរដើម្បីឲ្យចេញរួចមួយសិនបាទអញ្ចឹងនៅក្រសួងសន្តិសុខមាតុភូមិហ្នឹងទៅចរចាគ្នាសិនមួយរយៈពេលហ្នឹងឥឡូវប៉ុន្តែអត់បិទរដ្ឋាភិបាលទេបាទគាត់ថា2សប្តាហ៍សិនហើយចរចាគ្នាទៀត2សប្តាហ៍ក្រោយចាំបោះឆ្នោតភាសាទៀតគ្រប់គ្រងក្រសួងនឹងដែរអញ្ចឹងគឺរួចខ្លួនណាសមាជិកប្រសិទ្ធិគណៈបកសាធារណរដ្ឋបានជំរុញឲ្យផ្ដល់មូលនិធិដល់ក្រសួងនេះអស់រយៈពេលជាច្រើនសប្តាហ៍មកហើយប៉ុន្តែសមាជិកប្រសិទ្ធិគណៈបកប្រជាធិបតេយ្យបានទទូចប្រើប្រាស់លើវិធានការរយៈពេលខ្លីសិនគេនៅមិនទាន់ច្បាស់ទេថាសភាអាចនឹងដំណើរការសេចក្តីព្រៀងច្បាប់ផ្ដល់មូលនិធិនោះបានលឿនប៉ុណ្ណាបន្ទាប់ពីព្រឹទ្ធសភាអនុម័តថ្ងៃផុតកំណត់នៃការបិទទ្វារគឺនៅពាក់កណ្ដាលអាធ្រាត្រថ្ងៃសុក្រអញ្ចឹងដោយសារតែការលើកមុនខាងរដ្ឋសភាគាត់អនុម័តច្បាប់មកគឺជាកញ្ចប់ធំតែម្ដងឥឡូវនេះស្រាប់តែបំបែកជាពីរអញ្ចឹងត្រូវការឲ្យព្រឹទ្ធសភាអនុម័តឲ្យបានបញ្ជូនទៅខាងរដ្ឋសភាអនុម័តទៀតអញ្ចឹងតើរដ្ឋសភាអាចអនុម័តបានរហ័សប៉ុណ្ណាគឺអត់ទាន់ដឹងនៅឡើយទេតែមានការចរចាគ្នាយ៉ាងម៉េចគឺនឹងមានរឿងក្រោយក៏ប៉ុន្តែលោកប្រធានាធិបតីត្រាំ
បានគ្រប់គ្រងមកគ្រប់គ្រងវិធានការហ្នឹងដែលបានឯកភាពគ្នារវាងសមាជិកព្រឹទ្ធសភានៃគណៈបកទាំងពីរហើយលោកបានលើកទឹកចិត្តឲ្យបន្តការចរចាដើម្បីយ៉ាងណាតាក់ទងជាមួយនឹងពលិះអន្តរប្រវេសន៍ ICE ដោយលោកបានសរសេរនៅលើបណ្ដាញសង្គម X ថាបណ្ដាញសង្គម Truth Social របស់លោកថាលោកសង្ឃឹមថាទាំងគណៈបកសាធារណរដ្ឋនិងគណៈបកប្រជាធិបតេយ្យនឹងបោះឆ្នោតអនុម័តយល់ព្រមពីគណៈបកទាំងពីរពីព្រោះវាជាការមួយចាំបាច់ណាស់ឃើញទេប្រិមិត្តឃើញដោយសារតែវិចិត្រពេលឃោសនាបោះឆ្នោតអញ្ចឹងម្នាក់ត្រូវតែបន្ទន់អេរយាប័តគណៈបកប្រជាធិបតេយ្យក៏គាត់យល់ថាគ្មានអ្វីចំណេញពីការបិទរដ្ឋាភិបាលទេហើយគណៈបកសាធារណរដ្ឋក៏ថារឹតតែមិនចំណេញទៅទៀតមកអញ្ចឹងដូច្នេះម្នាក់បន្ទន់អេរយាប័តដាក់គ្នាទៅគឺដោះស្រាយតែបញ្ហាសំខាន់ដោយការលើកមុនគឺបញ្ហាសំខាន់តែទៅលើបញ្ហាសុខភាពបានធានាសុខភាពអូបាម៉ាខែហ្នឹងប៉ុន្តែទៅទាញបិទរដ្ឋាភិបាលទាំងមូលដោយអត់មានបំបែកបញ្ហាហ្នឹងទេបើទោះបីជាគណៈបកសាធារណរដ្ឋចង់បំបែកក៏ប្រជាធិបតេយ្យមិនព្រមបំបែកដើម្បីគេយកកម្លាំងចរចាគ្នាទៅវិញទៅមកអញ្ចឹងដូច្នេះប្រិមត្តអាចយល់បានបន្ថែមពីគេថាតាក់ទិចនយោបាយនៅរដ្ឋធានី Washington ព័ត៌មានទី3នេះគឺជាអ្វីដែលគេចាប់អារម្មណ៍ខ្លាំងនៅលើពិភពលោកចឹងខ្ញុំសូមដកស្រង់ពីប្រភពសារព័ត៌មានច្រើនជាពិសេសគឺដកស្រង់ពីទីភ្នាក់ងារសារព័ត៌មាន Reuters មកជម្រាបជូនប្រិយមិត្តទាំងអស់គ្នាបាទនេះបើយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Reuters បានឲ្យដឹងថាលោករដ្ឋមន្ត្រីក្រសួងការពារជាតិសហរដ្ឋអាមេរិកគឺលោក Pete Hegseth បាននិយាយនៅថ្ងៃប្រហែលនេះមុននឹងបន្តិចថាយោធាសហរដ្ឋអាមេរិកនឹងត្រៀមខ្លួនជាស្រេចដើម្បីអនុវត្តនៅអ្វីដែលលោកប្រធានាធិបតី Donald Trump សម្រេចចិត្តទៅលើបញ្ហាអ៊ីរ៉ង់ដើម្បីធានាថាទីក្រុងតេហឺរ៉ង់នឹងមិនបន្តបង្កើនសមត្ថភាពអាវុធនុយក្លេអ៊ែររបស់ខ្លួននោះទេដោយមានកងកម្លាំងយោធាសហរដ្ឋអាមេរិកយ៉ាងច្រើនបានប្រមូលផ្ដុំគ្នានៅក្នុងតំបន់នោះទៅហើយនោះលោក Hegseth ត្រូវបានលោក Trump ស្នើសុំនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីដែលជាការប្រជុំគណៈរដ្ឋមន្ត្រីលើកទី1នៅក្នុងឆ្នាំនេះដើម្បីឲ្យធ្វើការពន្យល់អំពីស្ថានភាពនៃការរៀបចំកងកម្លាំងរបស់សហរដ្ឋអាមេរិកពេលនោះលោក Hegseth បាននិយាយថាគឺអ៊ីរ៉ង់មិនគួរបន្តសមត្ថភាពនុយក្លេអ៊ែររបស់ខ្លួនបន្តទៅទៀតទេសហរដ្ឋអាមេរិកនឹងត្រៀមខ្លួនជាស្រេចដើម្បីផ្ដល់នៅអ្វីដែលប្រធានាធិបតីអាមេរិករំពឹងទុកពីក្រសួងសង្គ្រាមរបស់សហរដ្ឋអាមេរិកនេះមន្ត្រីសហរដ្ឋអាមេរិកបាននិយាយថាលោកត្រាំឥឡូវនេះគឺកំពុងតែពិនិត្យមើលជំរឿនរបស់លោកក៏ប៉ុន្តែលោកមិនទាន់សម្រេចចិត្តថាតើត្រូវវាយប្រហារអ៊ីរ៉ង់ឬអត់នោះទេហើយភាពតានតឹងរវាងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់បានកើនឡើងយ៉ាងខ្លាំងបន្ទាប់ពីការបង្ក្រាបដល់បង្ហូរឈាមទៅលើការតវ៉ានៅទូទាំងប្រទេសអ៊ីរ៉ង់ដោយអាជ្ញាធរក្នុងរយៈពេលប្រមាណសប្តាហ៍ថ្មីនេះមន្ត្រីសហរដ្ឋអាមេរិកម្នាក់បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃប្រហ័ននេះដែរនេះនៅក្នុងការវិវត្តមួយទៀតថាកងទ័ពជើងទឹកសហរដ្ឋអាមេរិកបានបញ្ជូននាវាចម្បាំងបន្ថែមមួយគ្រឿងទៀតហើយទៅកាន់តំបន់មជ្ឈិមបូព៌ាចំពេលមានការកសាងកម្លាំងយោធាយ៉ាងច្រើននៅក្នុងតំបន់និងភាពតានតឹងកាន់តែកើនឡើងមន្ត្រីរូបនោះដែលនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះបាននិយាយថានាវាចម្បាំងឈ្មោះ USS Delbert D. Black បានចូលទៅក្នុងតំបន់នេះក្នុងរយៈពេល48ម៉ោងកន្លងមកនេះចាំបានទៅដល់កាលពី2ថ្ងៃមុនហើយបានមន្ត្រីនិយាយតាមក្រោយការនេះធ្វើឲ្យចំនួននាវាពិឃាតនៅតំបន់មជ្ឈិមបូព៌ាកើនឡើងទៅដល់6គ្រឿងរួមជាមួយនឹងនាវាផ្ទុកយន្តហោះមួយគ្រឿងនិងនាវាប្រយុទ្ធនៅតាមសមុទ្រចំនួន3គ្រឿងផ្សេងទៀតនាវាចម្បាំងបន្ថែមនៅក្នុងតំបន់នេះទៅបានគេរាយការណ៍ជាលើកដំបូងដោយសារព័ត៌មាន CBS News បានរាយការណ៍ឲ្យដឹងហើយសារព័ត៌មាន Reuters ក៏បានសួរទៅមន្ត្រីនោះបញ្ជាក់ថាពិតប្រាកដមែនដោយឡែកចក្រភពអង់គ្លេសវិញទំនងជានឹងមិនជួយសហរដ្ឋអាមេរិកនៅក្នុងការវាយប្រហារលើអ៊ីរ៉ង់នោះទេនេះបើយោងតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន The Guardian ប៉ុន្តែអង់គ្លេសបានដាក់ពង្រាយយន្តហោះចម្បាំងប្រភេទ Typhoon បាទទៅកាន់ប្រទេសកាតាកាលពីសប្តាហ៍មុនហើយដើម្បីបង្ហាញពីឆន្ទៈនៅក្នុងការជួយសម្ព័ន្ធមិត្តនៅក្នុងតំបន់ប្រសិនបើទីក្រុងតេហឺរ៉ង់ព្យាយាមពង្រីកចំនួននេះដើម្បីជាការសងសឹកនឹងសហរដ្ឋអាមេរិកវិញ
ការវាប្រហារលើកដំបូងលើអ៊ីរ៉ង់ទំនងជាមិនស្របតាមការបកស្រាយរបស់ច្បាប់អន្តរជាតិរបស់ចក្រភពអង់គ្លេសទេប៉ុន្តែកងកម្លាំងរបស់អង់គ្លេសអាចចូលរួមបានប្រសិនបើមានតម្រូវការក្នុងការជួយប្រទេសកាតាឬសម្ព័ន្ធមិត្តក្នុងតំបន់ផ្សេងទៀតក្នុងការការពារខ្លួនកាលពីសប្តាហ៍មុនកងអនុសេនាធំទី12របស់កងកម្លាំងទ័ពអាកាសរបស់អង់គ្លេសបានបញ្ជូនយន្តហោះទៅតំបន់កងអាកាសរបស់កាតាដោយបានផ្លាស់ប្ដូរពីមូលដ្ឋាន Lincolnshire នៅទៅកាន់តំបន់ឈូងសមុទ្រខណៈពេលដែលសហរដ្ឋអាមេរិកក៏សាងវត្តមានរបស់ខ្លួនសម្រាប់ការវាយប្រហារប្រឆាំងនឹងរបបនៅអ៊ីរ៉ង់ហើយបើតាមសេចក្តីរាយការណ៍នេះគឺខាងអ៊ីរ៉ង់ឥឡូវនេះកំពុងតែខិតខំព្យាយាមតាក់ទងទូគីឲ្យបើកការចរចាសម្របសម្រួលផងដែរដូច្នេះស្ថានភាពនៅតំបន់មជ្ឈិមបូព៌ាកំពុងតែតានតឹងយ៉ាងខ្លាំងប្រសិនបើមានការវិវត្តយ៉ាងណាចាំខ្ញុំរាយការណ៍ជូនប្រិមិត្តបន្ថែមទៀតផងដែរព័ត៌មានទី4នេះគឺជាសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានរបស់សារព័ត៌មាន Politico បាទបើយោងតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន Politico បានឲ្យដឹងថារដ្ឋបាលលោកត្រាំបានប្តឹងស្ត្រីម្នាក់ដែលនៅរដ្ឋ Virginia រដ្ឋរបស់ខ្ញុំទាមទារសំណងជិត$1 លានសហរដ្ឋអាមេរិកបាទដែលជាផ្នែកមួយដែលលោកធ្វើឡើងដើម្បីជំរុញកាន់តែខ្លាំងឡើងឲ្យជនអន្តោប្រវេសន៍ដែលគ្មានឯកសារចាក់ចេញពីសហរដ្ឋអាមេរិកដោយយកប្រាក់ពិន័យដែលតម្រូវដោយតុលាការនេះធ្វើជាសម្ពាធដាក់តែម្ដងបណ្ដឹងនេះដែលបានដាក់កាលពីសប្តាហ៍មុននៅក្នុងតុលាការក្នុងស្រុករបស់សហរដ្ឋអាមេរិកនៅទីក្រុង Richmond ទាមទារសំណងចំនួន$94,114 ជិត$1 លានបូករួមទាំងការប្រាក់ពីអ្នកស្រី Martha Alicia Ramirez Vallis ពីបទមិនចាក់ចេញពីសហរដ្ឋអាមេរិកអស់រយៈពេលជាង3ឆ្នាំបន្ទាប់ពីគណៈកម្មការប្តឹងឧទ្ធរណ៍របស់ក្រសួងយុតិធម៌បានសម្រេចប្រឆាំងនឹងអ្នកស្រីនៅក្នុងសំណុំរឿងអន្តោប្រវេសន៍ក្នុងឆ្នាំ2022មន្ត្រីនានាហាក់ដូចជាទទួលបានទឹកប្រាក់ច្រើនសន្ធឹកសន្ធាប់ដោយដាក់ប្រាក់ពិន័យប្រចាំថ្ងៃចំនួន$998ក្នុងមួយថ្ងៃសម្រាប់រយៈពេល943ថ្ងៃបាទដែលអ្នកស្រីនៅបន្តចាក់ចេញបាទដែលបានកន្លងផុតទៅតាំងពីការប្តឹងឧទ្ធរណ៍បានសម្រេចមកហើយអ្នកស្រី Ramirez Vallis និងមន្ត្រីអាវ៉ាត់ជាប់ក្រោយគឺបានទទួលលិខិតនេះបាទដែលខាងប៉ូលីសអន្តោប្រវេសន៍បានផ្ញើជូនទៅអ្នកស្រីកាលពីខែមេសាឆ្នាំមុនម្លេះដែលទាមទារប្រាក់ដែលអ្នកស្រីទៅបង់សងនេះក៏ប៉ុន្តែគេមិនទាន់បានដឹងថាតើការពិន័យនេះនឹងត្រូវបានបង់យ៉ាងណានោះទេហើយនៅក្នុងឯកសារនេះក៏មិនបានបញ្ជាក់ថាអ្នកស្រីមានសញ្ជាតិអ្វីនោះដែរបាទអត់បានដឹងទេសារព័ត៌មានក៏មិនបានដឹងដែរក៏ប៉ុន្តែអ្វីដែលគេដឹងនោះគឺករណីស្តៀងនឹងអ្នកស្រីនេះគឺត្រូវបានរដ្ឋបាលលោកធានាធិបតី Donald Trump អនុវត្តកាន់តែច្រើនហើយជាមួយនឹងអ្នកដែលត្រូវបញ្ជាឲ្យចាក់ចេញពីសហរដ្ឋអាមេរិកហើយនៅតែក្រាញមិនព្រមចេញគឺបានផ្ញើសម្បត្តិទៅទារលុយតែម្ដងសម្រាប់រយៈពេលស្នាក់នៅសហរដ្ឋអាមេរិកនេះបាទមួយថ្ងៃជិត$1000បាទពិន័យណាបាទនេះគឺជាព័ត៌មានទី4ដែលខ្ញុំចងក្រងសម្រាប់ប្រិមិត្តទាំងអស់គ្នាហើយព័ត៌មានចុងក្រោយនេះគឺជាសេចក្តីរាយការណ៍របស់សារព័ត៌មាន New York Times បាទហើយនឹងក៏ដូចជាសារព័ត៌មានផ្សេងទៀតផងដែរបានរាយការណ៍តាក់ទងជាមួយនឹងបញ្ហានៅប្រទេសវេណេស៊ុយឡាគឺនៅថ្ងៃប្រហ័ននេះខាងរដ្ឋសភាជាតិរបស់ប្រទេសវេណេស៊ុយឡាបានអនុម័តការផ្លាស់ប្ដូរច្បាប់ដ៏ទូលំទូលាយមួយដែលគ្រប់គ្រងទៅលើឧស្សាហកម្មប្រេងដោយផ្ដល់អំណាចដល់ក្រុមហ៊ុនប្រេងបរទេសក្នុងការគ្រប់គ្រងប្រតិបត្តិការកាន់តែធំជាងមុននិងអាចកាត់បន្ថយប្រាក់កម្រៃជើងសារដែលពួកគេត្រូវបង់ទៅរដ្ឋាភិបាលវិធានការនេះបង្ហាញពីរបៀបដែលអ្នកជំនាញនិយាយថារដ្ឋបាលលោកត្រាំបានវិលត្រឡប់ទៅយុគសម័យនៃការប្រកាសទូតបែបកំភ្លើងធំដែលសហរដ្ឋអាមេរិកបានប្រើប្រាស់ឧត្តមភាពយោធារបស់ខ្លួនដើម្បីបង្ខំប្រទេសអាមេរិកឡាទីននេះឲ្យចុះចូលនឹងអធិភាពរបស់ទីក្រុង Washington យោធាសហរដ្ឋអាមេរិកបានចាប់ខ្លួនលោក Nicolas Maduro មេដឹកនាំផ្ដាច់ការរបស់ប្រទេសវេណេស៊ុយឡាបាទនៅក្នុងខែនេះហើយបានជំនួសដោយអនុប្រធានាធិបតី
របស់លោកគឺលោកស្រី Delcy Rodriguez ដោយប្រឈមមុខនឹងការគំរាមកំហែងរបស់សហរដ្ឋអាមេរិកថាលោកស្រីអាចនឹងជួបកវិស្នាដូចគ្នាបើហើយដូច្នេះលោកស្រី Rodriguez ក៏បានប្រញាប់ប្រញាល់បំពេញតាមតម្រូវការដើម្បីបើកឧស្សាហកម្មប្រេងឲ្យមានការចូលរួមកាន់តែច្រើនពីសហរដ្ឋអាមេរិកច្បាប់ថ្មីនេះផ្ដល់ឲ្យក្រុមហ៊ុនបរទេសនៅការគ្រប់គ្រងប្រតិបត្តិការយ៉ាងច្បាស់លាស់លើការវិនិយោគផលិតកម្មដែលកាត់បន្ថយក្រុមហ៊ុនប្រេងជាតិរបស់ប្រទេសវេណេស៊ុយអេឡាមកជាក្រុមហ៊ុនដែលបន្តបន្សំវិញបាទនេះគឺជាសេចក្តីរាយការណ៍ដែលសារព័ត៌មាន The New York Times បានរាយការណ៍ខ្ញុំដកស្រង់ជូនប្រិយមិត្តទាំងអស់គ្នាបាទអញ្ចឹងសូមអរគុណប្រិយមិត្តដែលចូលមកស្ដាប់ការចែករំលែកព័ត៌មានរបស់ខ្ញុំនេះបាទអ្នកដែលចូលមកស្ដាប់ព័ត៌មានសូមអរគុណសូមជម្រាបលា